នេះគឺជាវីដេអូដែលទទួលបានពីស្មាត់រៃហើយនិងស្មាត់ក្រឹមដែលគាត់ផ្ញើមកឲ្យខ្ញុំកាត់ហើយវីដេអូថ្ងៃនេះគឺគាត់បានទៅអូសត្រីតាមព្រែកជាមួយនឹងស្មាត់ក្រឹមគ្រាន់តែបើកឆាកក្បាលដំបូងមកហ្នឹងគឺថាស្មាត់រៃយើងនឹងគប់សន្ទូចទៅជាប់ដើមស្មាច់មួយបាត់ទៅហើយមិនដឹងថាមកពីអភូតហេតុឬក៏មកពីមនុស្សចង្រៃទេដោយសារតែមិនទាន់បានត្រីហងគប់សន្ទូចទៅជាប់លើចុងស្មាច់ពិតជាសយខ្លាំងមែនតើហើយស្មាត់រៃយើងកំពុងតែឡើងទៅដោះសន្ទូចមកវិញហើយកាមេរ៉ាមែនយើងកំពុងតែស៊ូមដើម្បីយកទស្សនភាពដែលចម្លែកបែបនេះចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទស្សនាស្ដាយខ្លាំងមែនតើដែលខ្ញុំអត់បានទៅកាលពីយប់ហ្នឹងស្មាត់ក្រឹមហ្នឹងក៏គាត់ឆាតមកហៅខ្ញុំទៅដែរប៉ុន្តែខ្ញុំរវល់ការងារពេកអត់បានទៅពិតជាសោកស្ដាយខ្លាំងមែនតើប្រសិនបានទៅមិនដឹងថាយ៉ាងណាទេមិនដឹងថាសប្បាយយ៉ាងណាទេជេរគ្នាពេញហ្នឹងហើយស្មាត់រៃយើងគឺថាថ្ងៃនេះគឺថាយកត្រីបានច្រើនខ្លាំងមែនតើហើយសប្បាយចិត្តខ្លាំងណាស់ស្មាត់រៃយើងថ្ងៃនេះហើយមើលតែអូសន្ទូចទៅដឹងហើយមុខឡើងមាំតែម្ដងមិត្តភ័ក្តិពួកខ្ញុំនៅពេលដែលជួបគ្នាម្ដងគឺថាប្លែកមិនដែរដូចគេទេគឺតែងតែជេរគ្នាទៅវិញទៅមកផ្អាប់គ្នាទៅវិញទៅមកអានេះហើយគឺជាមិត្តភ័ក្តិរបស់ខ្ញុំនៅពេលដែលអូត្រីបានបែបនេះគឺថាសប្បាយចិត្តខ្លាំងមែនតើទោះយ៉ាងណាក៏ហេវបាយដែរទោះអត់បានបាយពីព្រឹកក៏ហេវបាយដែរដោយសារតែអូបានចឹងឯងញៀនហើយក្របដំបូងហ្នឹងគឺថាអូស្មាត់ត្រីយើងអដល់កយថ្ងៃនេះស្មាត់ក្រឹមធ្វើជាកាមេរ៉ាមែនដោយសារតែខ្ញុំអត់បានទៅអញ្ចឹងហើយស្មាត់ក្រឹមឡើងកាមេរ៉ាមែនថតទស្សនភាពចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទស្សនាហើយណាមួយស្មាត់ក្រឹមថ្ងៃនេះឡើងជាតៃកងទូកទៀតអូមិនធម្មតាថ្ងៃនេះស្មាត់ក្រឹមឡើងធ្វើតៃកងទូកហើយនៅពេលដែលអូសត្រីបានហើយក៏គេថតវីដេអូផ្ញើជូនមកខ្ញុំហើយកន្លែងនេះគឺថាត្រីរ៉ែជាប់មួយអូសមកដាច់ពាក់កណ្ដាលមិនដឹងថាត្រីអីខាមានដាច់ទេពិតជាចម្លែកខ្លាំងមែនតើហើយស្មាត់ក្រឹមយើងកន្លែងនេះកំពុងតែចង់សន្ទូចចង់អីទេកន្លែងនេះហើយក៏មកដល់កន្លែងនេះទៀតគឺថាអូសចូលមកគ្រាប់ទៀតហើយកន្លែងនេះអូសចូលមកគ្រាប់ទៀតហើយពីស្មាត់ក្រឹមថ្ងៃនេះស្មាត់ក្រឹមឡើងអូសម្ដងហើយស្មាត់ធំហើយស្មាត់រៃកាន់កាមេរ៉ាមែនម្ដងហើយស្មាត់ធំចូលម្ដងមើលមិនវិញហើយស្មាត់ក្រឹមនេះគេថាបបពិសោធន៍អូយូរហើយថាទឹកដៃចាស់ពេលដំបងអញ្ចឹងចេះតែសើចសប្បាយហើយអត់ទាន់ដល់ម៉ោង1ម៉ោង2ចាប់ផ្ដើមមុខក្រៀមក្រំហើយដោយសារតែដាច់បាយដោយសារតែម្នាក់ទៅហ្នឹងគឺថាគ្មានបានបាយព្រឹកបានអីទេគឺផឹកតែកាហ្វេហើយនិងភេសជ្ជៈទេហើយដល់ពេលដល់ល្ងាចទៅគឺថាម្នាក់មុខដល់កហើយមុខដោយសារតែបានបាយហើយមកដល់កន្លែងនេះគឺថាគេនាំគ្នារៀបចំទៅផ្ទះវិញហើយដោយសារតែល្ងាចដែរហើយថ្ងៃនេះសរុបទៅគឺត្រីបានច្រើនថ្ងៃនេះបានត្រីរ៉ែ2ហើយឡើងដែង3 4គឺថាបានច្រើនគួរសមដែរថ្ងៃនេះតើអូបានត្រីរ៉ែរដងអូអត់ដែលបានទេខ្ញុំទៅអូប្រហែលដងអត់ដែលបានត្រីរ៉ែទេទើបនេះលើកទី1ដែលអូបានត្រីរ៉ែដោយសារតែស្មាត់រៃចូលទៅដំបូងគឺថាបានរ៉ែតែម្ដងអញ្ចឹងហើយមានន័យថាស្មាត់រៃគឺគាត់អត់សយទេគ្រាន់តែដំបូងនឹងគាត់ធ្វើរៀងកំ pl ែងតិចបោះសន្ទូចទៅជាប់ដើមស្មាច់អាហ្នឹងគឺជាស្ទីលរបស់គាត់ទេហើយដូចឃើញអញ្ចឹងត្រីមានទូចមានធំហើយក៏រៀបចំទៅផ្ទះវិញហើយក៏វីដេអូយើងក៏មកដល់ទីបញ្ចប់ដែរជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំវីដេអូក្រោយបន្តទៀត